ធ្លាប់តែកាន់ក្តាមស្រែក្តាមសង្ហៃក្តាមលាក់ក្តាមបឹងក្តាមទឹកអីហ្នឹងគឺធ្លាប់កាន់អស់ហើយនៅឡើយតែក្តាមអាឡាស្កាប៉ុន្តែថ្ងៃនេះម៉ែក៏ឆែកសំណាងអស់ចាក្តាមអាឡាស្កា2គីឡូជាងមិនបានតែក្តាមអាឡាស្កាថ្ងៃនេះក៏បានបកងមួយទៀតនិយាយទីបកងនេះគឺធំមែនទេខ្ញុំមិនដឹងថាបកងអីគេយកពីធំជាងមុខអូនថេនបើសិនមិញអូនថេនគាត់សប្រាយខ្ញុំលុយ$1000ថ្ងៃនេះសប្រាយខ្ញុំម្ដងទៀតបងប្អូនតែគាត់ថាឲ្យខ្ញុំមកថ្ងៃទី28មែនណាថ្ងៃ27ឡើងឲ្យខ្ញុំឡើងមកស្រាប់តែខ្ញុំឡើងមកដល់ភ្លាមគឺគាត់សប្រាយខ្ញុំមែនបងប្អូននាំខ្ញុំមកដល់ភ្លាមគឺ9ខ្ញុំមកដល់ហាងលក់គ្រឿងសមុទ្រដែលលក់អាគ្រឿងសមុទ្រស្អីក្តាមយកក្តាមអីនោះគឺធំហ្មងហើយគាត់សួរខ្ញុំថាចង់ហូបអីគេខ្លះខ្ញុំដល់ឃើញឆ្កេឆ្កាស់ពេញនឹងមិនដឹងចង់អីទេចាចង់ទីដំបងឡើយគឺក្តាមអាឡាស្កាហ្នឹងហ្មងបន្ទាប់មកទៀតអាបកងស្អីគេនោះខ្ញុំមិនដឹងថាបកងនោះបកងអីគេណាបងប្អូនចាប៉ុន្តែបកងនោះអត្តគិបធំដែលបងប្អូនបានឃើញមិញហ្នឹងខ្ញុំឃើញដូចវាតំណងដែរចា2ហ្នឹងបងប្អូនហើយ$500សម័យអត់ចេញមកបងប្អូនសិនមិញឲ្យខ្ញុំ$1000ហើយថ្ងៃនេះមកទិញក្តាមអាឡាស្កា500ទៀតបងប្អូនអើយគិតសម័យមើលបងប្អូនបើសិនជាខ្ញុំអ្នកទិញវិញខ្ញុំមិនដឹងថាហូតលុយពីកាបូបតឹងដៃមិនទេនិយាយមែនអាឡៃតែលើក្តាមអាឡាស្កាផ្លិចងាកមើលខាងក្រោយថាមានអីគេនៅខាងក្នុងអូយនិយាយពីឆ្កេឆ្កាស់បាស់ចងល់ហ្មងប្តីហើយប្តីឯងមានផ្លិចអីគេនៅនេះអត់ថាហ្នឹងគេហៅអីគេណាបងអូនណាសម្រាប់បងអូនដឹងជួយខមមិនប្រាប់ម៉ែកឆែតអ្នកមួយហោមភេទបើបងប្អូនឃើញអាហ្នឹងហើយនឹកសម័យដល់អីចាបងប្អូនសម័យខ្លួនឯងទៅហើយចូលខមមិននឹងទៅព្រោះខ្ញុំក៏សម័យចេញដែរតែខ្ជិលសម័យម្នាក់ឯងអញ្ចឹងហើយហៅបងប្អូនមកសម័យឲ្យបានជាគ្នាអញ្ចឹងណាកុំឲ្យអត់អីគិតតែឯងអញ្ចឹងណាបងប្អូនមានអីគិតអត់បើអត់មានអីគិតយកអាហ្នឹងមួយទៀតទៅគិតទៅដើម្បីឲ្យខួរក្បាលយើងមានការងារធ្វើដែរកុំឲ្យវាតនេពេកអញ្ចឹងណាបងអូនចាឥឡូវនេះគឺចាប់ផ្ដើមចិត្តរួចរាល់ហើយបងអូនចាមកឃើញមួយបកហ្នឹងគាត់ថ្លឹងទៀតណាមួយនេះគឺ1គីឡូ9ខាំកន្លះចិត្ត2គីឡូទៀតបងប្អូនឥឡូវមកគិតលុយទូទាត់លុយរួចរាល់ហើយចំនួន500គឺយើងធ្វើដំណើរទៅវិញណាបងប្អូនចាគេចំអិនឲ្យយើងរួចរាល់ហើយតែម្ដងបងប្អូនយើងទៅដល់គឺយើងចាំតែញ៉ាំទេតោះឥឡូវគឺចាប់ផ្ដើមរៀបចំដាក់ថង់ដាក់អីឲ្យយើងហើយយើងចាប់ផ្ដើមធ្វើដំណើរទៅផ្ទះវិញខ្ញុំថតកាត់ទេព្រោះឲ្យតាមផ្លូវវារៀងភ្លៀងដែរបងប្អូនឥឡូវនេះគឺបានមកដល់ផ្ទះហើយណាអូយពីតណូស្អាតខឹងក៏ចង់ហែកភ្លាមយកហ្មងតែដោយសារថាគ្រូសាធីអិនយើងគឺរៀងច្រើនដែរអញ្ចឹងហើយគឺយើងត្រូវចាំគ្នាអញ្ចឹងណាបងប្អូនអ្នកខ្លះជាប់ដៃធ្វើនេះអ្នកខ្លះជាប់ដៃធ្វើនោះអញ្ចឹងទៅមិនមែនថារបស់ហូបឆ្ងាញ់អីហូបតែគ្នាឯងអីអត់ទេណាបងប្អូនចាស់គឺត្រូវមកជុំគ្នាអញ្ចឹងហ្មងសម្រាប់គ្រូសាធីអិនហើយបងប្អូនប្រកាសចង់ដឹងថាធ្វើមិនបានចូលធ្វើការជាមួយនឹងគ្រូសាធីអិនបានងាយស្រួលបងប្អូនគាត់តែមានឈុតខ្លួនធីអិននៅក្នុងដៃថែមណាញ់គ្រីមនៅក្នុងដៃហើយបងប្អូនលាបឲ្យផុសអាប់ដេតស្បែកជាប្រចាំហើយបងប្អូនខ្ញុំមិនចេះថាបងប្អូនមើលតែសាច់លេបងប្អូនហើយបងប្អូនចង់ដឹងថាលេមុខនឹងល្អអត់បងប្អូនមើលតែមុខខ្ញុំពីមុនគឺជាប់ដៃចំោះនឹងខ្លាំងឥឡូវអត់មានទេនៅតែគៀនខាត់ខ្ពស់បន្តិចទេហើយបងប្អូនអាចមើលជាមួយនឹងខ្លងគេបានគ្រាន់តែឃើញខ្លងហើយបងប្អូនហើយគឺចង់ប្រើតែម្ដងខ្ជូទៅណាភេកចេញនៃការវិចខ្ចប់របស់គេហើយសម្រាប់លេមុខថេនណៃគ្រីមបើសិនជាបងប្អូនទៅរកទិញតាមផ្សារមុនគេហើយយកមកលាបថតផុសអាប់ដេតជាប្រចាំបងប្អូនថេននឹងចុះទៅជួបដល់ផ្ទះបងប្អូនហើយនឹងមានកាដូលើកទឹកចិត្តជូនអូយលយម៉ែអញ្ចឹងកុំភ្លេចណាវឺតឡើងបងប្អូនអាកាសមានកំណត់ឥឡូវនេះគឺជុំគ្នាបដាណាងាកមកមើលការហូបក្តាមរបស់ខ្ញុំវិញបងប្អូនអើយលើកទី1ក្នុងឆាកជីវិតនិយាយត្រង់ឃើញហូបនឹងញ៉ាំញ៉ែមែនប៉ុន្តែក្នុងចិត្តហូបបដានឹកដល់ប្តីនឹកដល់កូនបដាខ្ញុំជឿតែខ្ញុំទាំងគេឲ្យតែមានប្តីមានកូនបានរបស់ឆ្ងាញ់បានរបស់ប្លែកគឺតែងតែនឹកដល់ប្តីដល់កូនហើយតាមក៏ប៉ុន្តែអូនថេនក៏ឲ្យខ្ញុំនាំប្តីនាំកូនមកដែរប៉ុន្តែដោយសារថាថ្ងៃហ្នឹងអូនឆែតគាត់ប្រឡងហើយណាមួយគឺមានការងាររវល់ដែរបងអូនចឹងហើយក៏អត់បានមកជុំគ្នាបើសិនជាមកបានជុំគ្នាវិញគឺពួកខ្ញុំបានហូបជុំគ្នាបាត់ហើយបងអូនអើយនិយាយទៅស៊ីមៀមកបានខ្ញុំបានទៅជុំគ្នាដោយសារតែវីដេអូមុនខ្ញុំនិយាយថាអូនឆែតឲ្យតែឃើញខ្ញុំតែមួយរានដឹងតែយំចង់ទៅមែនបងប្អូនគ្រាន់តែអូនថេនឃើញភ្លាមគាត់ប្រាប់ថាអត់អីទេអញ្ចឹងចាំអាទិត្យក្រោយចាំទៅពេលដែលខួបកំណើតគាត់ហើយអូយគាត់នៅលឺអញ្ចឹងដូចសប្បាយចិត្តមកអូនឆែតគាត់ចង់ទៅតែងឈុតបុរាណណាបងអូនអញ្ចឹងកុំភ្លេចតាមដានវីដេអូរបស់ម៉ែកឆែតថាស្អែកនេះគឺម៉ែកឆែតទៅណានិយាយទៅមួយរយៈនេះរៀងដើរញឹកតិចហើយក៏សូមអរគុណបងប្អូនដែលតែងតែគាំទ្រនិងស្រឡាញ់ចូលចិត្តម៉ែកឆែតអរគុណច្រើនជម្រាបលា